ក្រោកពីព្រលឹមនឹងរៀបចំធ្វើម្ហូបបងប្អូនព្រឹកនេះចង់សឡម្ជូរគ្រឿងសាច់គោបើទូទៅក៏ឃើញសាច់គោនៅបងប្អូនហើយក៏រៀបចំជាមួយនឹងគ្រឿងផ្សំរបស់យើងគឺមានអីទេងាយសឡម្ជូរគ្រឿងសាច់គោនឹងជាមួយនឹងកសាំងដិតបងប្អូនរសជាតិប្លែកថ្មីសម្រាប់ពុកម៉ែបងប្អូនណាដែលមិនទាន់ចេះធ្វើអាចធ្វើតាមខ្ញុំបានឃើញថាយើងមានគ្រឿងក្រូនឹងគ្មានអីចម្លែកទេបងប្អូនយើងធ្លាប់ស្លម្ជូរគ្រឿងអ្នកស្រុកណាក៏ដូចតែអ្នកស្រុកណាដែរមានរំដេងស្លឹកគ្រៃរមៀតមកបងប្អូនហើយយើងបុកចូលគ្នាឲ្យម៉ត់ពេលចឹងហើយគឺយើងចាប់ផ្ដើមកកូរគ្រឿងមកខ្ញុំកាត់ទេដោយសារបងប្អូនខ្លះក៏ចេះមហាតែចេះទៅហើយតែម៉ាក់លីហេងគ្រាន់ថាយើងធ្វើវីដេអូធ្វើមិនអីក៏យើងថតទៅហើយក៏យើងក៏កូរគ្រឿងឲ្យឡើងឈ្ងុយហើយយើងដាក់ជាមួយនឹងសាច់គោហើយយើងច្បល់ឲ្យសព្វជាមួយនឹងគ្រឿងនឹងមកសព្វជាមួយនឹងគ្រឿងដែលយើងបានដាក់នឹងហើយបងប្អូនគឺយើងមានអុយដាក់ទឹករងាស់វាទៅមានអុយទៀតហើយម៉ាក់លីហេងកាត់ហ្នឹងគឺដល់ម៉ោងឆ្អិនបាត់ហើយលក្ខណៈបែបយើងតិចមេឃអញ្ចឹងទៀតគឺបានស្លម្ជូរគ្រឿងសាច់គោយើងហត់ទៅក្តៅមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនពេលដែលជាមួយនឹងម្ជូរខ្សាំងអាំងទៀតមានអារម្មណ៍ថាឈ្ងុយមួយបែបលក្ខណៈថាឆ្ងាញ់ខ្លាំងបងប្អូន